អំណាចនៃវិន័យលើសពីអារម្មណ៍យើងទាំងអស់គ្នាធ្លាប់ឆ្លងកាត់រឿងនេះអ្នកមើលវីដេអូលើកទឹកចិត្តមួយអ្នកមានអារម្មណ៍ពុះកញ្ជ្រោលហើយអ្នកប្រាប់ខ្លួនឯងថាថ្ងៃស្អែកគ្រប់យ៉ាងនឹងផ្លាស់ប្ដូរប៉ុន្តែនៅពេលថ្ងៃស្អែកមកដល់ភាពរំភើបនោះក៏រលាយបាត់ហើយអ្នកក៏ត្រឡប់ទៅរកទម្លាប់ចាស់ដដែលហេតុអ្វីព្រោះការលើកទឹកចិត្តគឺជាការភូតភរវាគ្រាន់តែជាអារម្មណ៍ហើយអារម្មណ៍ប្រែប្រួលដូចធាតុអាកាសអញ្ចឹងប្រសិនបើអ្នកធ្វើការតែនៅពេលដែលអ្នកមានអារម្មណ៍ចង់ធ្វើនោះអ្នកនឹងមិនអាចឈានដល់សក្តានុពលពិតប្រាកដរបស់អ្នកឡើយជោគជ័យមិនមែនស្ថិតលើការដែលអ្នកមានកម្លាំងចិត្តកម្រិតណានោះទេប៉ុន្តែវាស្ថិតលើអ្វីដែលអ្នកធ្វើនៅពេលដែលកម្លាំងចិត្តនោះបានរលាយបាត់ទៅវិញការតស៊ូដ៏លំបាកបំផុតគឺអន្ទាក់នៃការលើកទឹកចិត្តយើងរងចាំពេលវេលាដ៏ល្អឥតខ្ចោះឬអារម្មណ៍ល្អដើម្បីចាប់ផ្ដើមសម្រេចក្តីស្រមៃប៉ុន្តែអារម្មណ៍ដ៏ល្អឥតខ្ចោះគឺជាការយល់សប្តិប៉ុណ្ណោះសម្រាប់យុវជនសម្ពាធដែលត្រូវមានកម្លាំងចិត្តរហូតគឺជារឿងហត់នឿយណាស់អ្នកមានអារម្មណ៍ខុសនៅពេលអ្នកខ្ជិលដូច្នេះអ្នកក៏មើលវីដេអូលើកទឹកចិត្តបន្ថែមទៀតដើម្បីឲ្យមានអារម្មណ៍ធូរស្រាលដែលវាคล้ายជាវដ្តនៃការមិនធ្វើអ្វីសោះនេះគឺជាចំណុចដែលមនុស្សភាគច្រើនបោះបង់ពួកគេគិតថាដោយសារពួកគេបាត់បង់អារម្មណ៍រំភើបនោះពួកគេបានវង្វេងផ្លូវហើយប៉ុន្តែការលំបាកមិនមែនជាសញ្ញាឲ្យឈប់នោះទេវាគឺជាសញ្ញាដែលប្រាប់ថាអ្នកត្រូវការប្រព័ន្ធមិនមែនត្រូវការអារម្មណ៍ឡើយនេះគឺជាចំណុចរបត់របស់អ្នកឈប់ស្វែងរកការលើកទឹកចិត្តហើយចាប់ផ្ដើមកសាងវិន័យគឺធ្វើអ្វីដែលត្រូវធ្វើទោះបីជាអ្នកមិនចូលចិត្តធ្វើវាក៏ដោយវាគឺជាសមត្ថភាពក្នុងការគ្រប់គ្រងខួរក្បាលរបស់អ្នកនៅពេលវាស្រែកប្រាប់ថាគេងបន្តទៀតទៅនៅពេលអ្នកជ្រើសរើសវិន័យអ្នកបានដកអំណាចចេញពីអារម្មណ៍ហើយប្រគល់វាទៅឲ្យខ្លួនឯងនាពេលអនាគតវិញអ្នកនឹងដឹងថាអ្នកមិនចាំបាច់មានអារម្មណ៍ដូចជាម្ចាស់ជើងឯកទើបអាចវឹកហាត់ដូចម្ចាស់ជើងឯកនោះទេខណៈពេលដែលអ្នកបង្ហាញខ្លួនដើម្បីធ្វើការងារទោះបីជាអារម្មណ៍មិនចង់ក៏ដោយនោះអ្នកបានឈ្នះបាត់ទៅហើយតើយើងកសាងវាដោយរបៀបណាចាប់ផ្ដើមជាមួយនឹងកិច្ចការដែលមិនអាចតថ្លៃបានជ្រើសរើសកិច្ចការមួយដែលអ្នកនឹងធ្វើជារៀងរាល់ថ្ងៃទោះមានរឿងអ្វីក៏ដោយទោះវាជាការអានសៀវភៅ10នាទីឬអវ៉ង់20ដងក៏ដោយបន្ទាប់មកប្រើច្បាប់នៃលេខ2កុំខកខាន2ថ្ងៃជាប់គ្នាការខកខានមួយថ្ងៃគឺជាការអចេតនាប៉ុន្តែការខកខាន2ថ្ងៃគឺជាការចាប់ផ្ដើមនៃទម្លាប់ថ្មីវិន័យគឺជាសាច់ដុំដំបូងវាខ្សោយប៉ុន្តែរាល់ពេលដែលអ្នករក្សាសន្យាចំពោះខ្លួនឯងសាច់ដុំនោះនឹងកាន់តែរឹងមាំកុំរងចាំភ្លើងឆេះទើបកម្ដៅខ្លួនប៉ុន្តែត្រូវសាងសង់ចង្ក្រានឲ្យរួចរាល់ការលើកទឹកចិត្តជួយឲ្យអ្នកចាប់ផ្ដើមប៉ុន្តែវិន័យជួយឲ្យអ្នកបន្តរីកចម្រើនគោលដៅរបស់អ្នកមិនខ្វល់ថាអ្នកមានអារម្មណ៍យ៉ាងណានោះទេគេខ្វល់តែលើការដែលអ្នកបង្ហាញខ្លួនដើម្បីធ្វើវាឬក៏អត់ប៉ុណ្ណោះ
ប្រសិនបើអ្នកបដិញ្ញាកសាងវិន័យរបស់អ្នកនៅឆ្នាំនេះសូមបញ្ចេញមតិពាក្យថា discipline នៅខាងក្រោមតោះយើងជួយដាស់តឿនគ្នាទៅវិញទៅមកអនាគតរបស់អ្នកត្រូវបានកសាងលើអ្វីដែលអ្នកធ្វើនៅថ្ងៃនេះមិនមែនអ្វីដែលអ្នកគ្រោងនឹងធ្វើនៅថ្ងៃស្អែកនោះទេខ្ញុំគឺផ្កាស្លា TV ហើយចំណុចរបត់របស់អ្នកចាប់ផ្ដើមដោយការអនុវត្ត